Hét ở vậy ban chia bẻ chắn đồ rụp riêng. Bộ dương đăng thá bẻ chắn miên rụp riêng mùl. Hét ở vậy ban chia dương mơ mình khơi với miên rụp riêng mùl rồi hốt chẳng. Môn nâng rốc chùm lai tàu xùm nuôn ý. Bộ dương trâu dôl thá tớ bẻ chắn bẻ hạt tất nâng phụp hành đấy. Vì miên ca top cho đôi mặt địch. Phụp bẻ chắn ở vòng vơ chung quanh phụp hành đầy. Phụp bẻ chắn trâu cá chùm này bêប្រហែល 27.3 ថ្ងៃដើម្បីបង្វិលជុំវិញពិភពលោកមួយដង រីឯភពផែនដីវិញត្រូវការចំណាយពេលប្រហែលជា 365.4 ថ្ងៃដើម្បីបង្វិលជុំវិញព្រះអាទិត្យ ពេលដែលព្រះច័ន្ទបង្វិលជុំវិញពិភពលោកនៅក្នុងលក្ខណៈនេះយើងអាចឃើញផ្ទៃព្រះច័ន្ទឃើញបានតែពាក់កណ្ដាលតែប៉ុណ្ណោះដែលវាចែងចាំងដោយពន្លឺថ្ងៃ សមាមាត្រព្រះច័ន្ទដែលយើងមើលឃើញប្រែប្រួលទៅ 100% ហៅថាព្រះខែពេញទៅ 0% ព្រះខែថ្មីរបស់ព្រះច័ន្ទគឺបានចែកទៅជា 8 ផ្នែកហៅថាដំណាក់កាលព្រះច័ន្ទដំណាក់កាលនេះគឺត្រូវកំណត់ដោយទីតាំងរបស់ព្រះខែពីភពផែនដីទៅភពព្រះអាទិត្យដំណាក់កាលទី 1 ហៅថាព្រះច័ន្ទថ្មីនៅក្នុងដំណាក់កាលនេះយើងអាចឃើញភពព្រះច័ន្ទបានពាក់កណ្ដាលដំណាក់កាលទី 2 គេហៅថា waxing crescent moon ទី 3 គេហៅថា first quarter moon ដំណាក់កាលទី 4 គេហៅថា waxing gibbous moon ដំណាក់កាលទី 5 គេហៅថាព្រះខែពេញវង្សដល់ដំណាក់កាលនេះយើងអាចឃើញ 100% នៃពន្លឺចាំងរបស់ព្រះខែដំណាក់កាលទី 6 គេហៅថា waning gibbous moon ដំណាក់កាលទី 7 គេហៅថា last quarter moon ដំណាក់កាលទី 8 ដែលគឺជាដំណាក់កាលចុងក្រោយគឺហៅថា the waning crescent moon នេះគឺជាដំណាក់កាលចុងក្រោយមុននឹងចូលដល់ដំណាក់កាលព្រះច័ន្ទថ្មីអញ្ចឹងហើយបានជាព្រះខែប្ដូររូបរាង